បាទសួស្តីមិត្តអរគ្នាថ្ងៃនេះគឺបាទសូមលើកយកនៅវីដេអូមួយមកបង្ហាញដល់លោកអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនានៅលើ Channel YouTube របស់យើងថ្ងៃនេះខ្ញុំបានលើកយកវិធីក្នុងការ copy VCD មិនថាតែ VCD ចម្រៀងក៏ដូចជា VCD រឿងនោះទេដំបូងយើងត្រូវមាន CD ដែលត្រូវ copy CD ហ្នឹងគឺថ្មីដែលមិនមានការឆ្កូតឬជាជាប់ឡើយដំបូងយើងត្រូវដាក់ CD ចូលទៅក្នុង CD room របស់យើងហើយបន្ទាប់មកនៅពេលដែលយើងដាក់ CD នៅលើនៅក្នុង CD room របស់យើងហើយយើងចុចបើទាំង File Explorer មកយើងចុចបើទាំង File Explorer មួយយើងឃើញមើលមកខាងឆ្វេងក្នុងរបាខាងឆ្វេងនៅ File Explorer របស់យើងឃើញថា DVD retry new ដូច្នេះហើយយើងចុចលើនឹងមកនៅពេលដែល CD យើងដាក់ចូលទៅដែលវាដំណើរការគឺវាចេញបែបនេះលក្ខណៈបែបនេះដូច្នេះហើយយើងចុចលើវាមកហើយវាចេញជាមួយនឹងfile មួយដូចនេះដូច្នេះហើយយើង copy file ទាំងអស់នេះមកហើយយើងនឹងអាចបើកវាបានហើយយើងអាចយើង select វាទាំងអស់ឬក៏ copy វាម្ដងមួយក៏បាន copy មកប៉ុន្តែសម្រាប់ VCD ខ្លះវាអត់ចេញបែបនេះទេវាចេញជា folder ចំនួន5ដែលមាន Mikio ក៏ដូចជា H បន្តមកទៀតគឺវាមានលក្ខណៈខុសពីនេះប៉ុន្តែសម្រាប់ CD ដែលខ្ញុំនឹងបង្ហាញមកលោកអ្នកនៅក្នុងពេលនេះវាគឺជា CD data VCD data ដែលគេ burn មកគឺវាចូល data នៅក្នុងនោះម្ដងដោយមិនមាន folder អីនៅក្នុងនោះទេដូច្នេះហើយវាមានលក្ខណៈនៅខាងក្រោមបែបនេះប៉ុន្តែបើ CD ខ្លះវាមាន folder ដែលគេបើកមកវាចេញជា folder ចំនួន5នៅក្នុងនោះ folder ខ្លះគឺអត់មានឯកសារទេអត់មានដាក់ទិន្នន័យទេ folder ដែលមានទិន្នន័យគឺ folder ដែលសរសេរដោយអក្សរ M គឺមេគៀវហើយយើងជួយចូលទៅក្នុងនោះប៉ុន្តែថ្ងៃនេះខ្ញុំបានសូមបង្ហាញ VCD មួយដែលគេបើកជាលក្ខណៈ data បើជាលក្ខណៈ data យើងអត់ចាំបាច់ចូលទៅក្នុង folder ណាទេយើងចុចបើមកមានលក្ខណៈបែបនេះដូច្នេះហើយយើង copy ទាំងអស់មកហើយយើងបង្កើតជា new folder នៅក្នុងលើ desktop មួយនោះគឺតាមថាបង្កើតបែបនេះមកយើងដាក់ឈ្មោះថាតើ CD VCD ដែលយើង copy នេះជា CD រឿងអ្វីចម្រៀងអ្វីហើយឧទាហរណ៍នៅពេលនេះខ្ញុំដាក់ឈ្មោះមកដាក់ឈ្មោះថា CD ចម្រៀងដាក់ណា VCD song នៅពេលនេះដាក់ VCD song ខ្ញុំនឹងធ្វើការ copy ហ្នឹងVCD song ហើយបន្តមកទៀតយើង select វាទាំងអស់មក select វាទាំងអស់បែបនេះមកហើយយើងមកស្ដាំនៅលើវាហើយយើងយកពាក្យ copy ហើយយើងចុចចូលនៅក្នុង new folder យើងដាក់ VCD song នោះមកហើយយើងមកស្ដាំដូចគ្នាហើយយើងយកពាក្យផាបន្តមកទៀតគឺវា copy ឲ្យយើង copy ឲ្យយើងមានដំណើរការឲ្យយើងវាគឺការដំណើរការពេលដែលវាដំណើរការចប់គឺទិន្នន័យនៅក្នុង VCD ដែលយើង copy នោះបានបំលែងចូលក្នុង computer យើងហើយពេលដែលយើងដក VCD នេះចេញវាអត់បាត់បង់ជាមួយនឹងទិន្នន័យរបស់យើងទេនេះគឺជារបៀប copy VCD ដែលអាច copy បានជា VCD ឬក៏ជា VCD ចម្រៀងតែនេះគ្រាន់តែជាវិធីមួយសម្រាប់ឲ្យលោកអ្នក copy VCD សម្រាប់ការកម្សាន្តប៉ុណ្ណឹងមិនសម្រាប់ធ្វើអាជីវកម្មប្រចាំនោះទេហើយនៅពេលដែលចំណុចខៀវនេះដើរពេញនេះគឺវិស័យវិទ្យាឃើញថាការ copy របស់យើងគឺជោគជ័យមានន័យថាយើងអាចយកទិន្នន័យពី CD នឹងបាននេះទេនៅពេលដែលនេះគឺវាកំពុងតែលោតជាភាគរយហើយនៅពេលកំពុងភាគរយនេះគឺលោតមកខាងនេះរបស់យើងទេចម្រៀងដែលយើងកំពុង copy នេះវាលោតមក folder ដែលយើងបានកំណត់ថា copy នឹងទៅពេលដែលខៀវនឹងដែលចប់គឺ100% complete នេះយើង copy ចប់ហើយយើងអាចដក VCD ឬ CD ចេញពី computer របស់យើងបានអានេះគឺជាសម្រាប់ចំណុចមួយនៅក្នុងការ copy VCD ដែលគេបើកជាលក្ខណៈ data ប៉ុន្តែមួយផ្នែកទៀតគឺគេបើកជាលក្ខណៈទូទៅដែលយើងឧស្សាហ៍ឃើញពេលយើងដាក់ CD ចូល CD រួមយើងចុចចូលនៅ DVD ដែលហ្នឹងយើងឃើញជាលក្ខណៈទូទៅគឺមាន5 folder ហើយ folder មួយគឺមានលក្ខណៈខុសគ្នាតែ folder ខ្លះអត់មាន data ទេប៉ុន្តែ folder ខ្លះមាន data ហើយ
ខ្ញុំបាននឹងលើកយកមកបង្ហាញនៅពេលក្រោយទៀតតែនៅពេលនេះខ្ញុំបានទៅបង្ហាញទៅប៉ុណ្ណឹងបាទសូមអរគុណសម្រាប់ការទស្សនាហើយបើសិនជាចង់បានជាវីដេអូថ្មីសូមចុច subscribe ក៏ដូចជាសារ view ទៅលើ channel របស់យើងខ្មែរសងហ្នឹងអ្នកអាចបានទទួលនឹងវីដេអូថ្មីយើងធ្វើការ upload ជារៀងរាល់ថ្ងៃក្នុងការបង្រៀនពីបច្ចេកទេសផ្សេងខ្លីៗប៉ុន្តែយើងអាចយកបច្ចេកទេសទៅអនុវត្តចាំថ្ងៃខ្លះបាទសូមអរគុណសម្រាប់ការទស្សនាបន្តទៀត